គឺជាស្ពតមកខ្មែរនៅក្នុងសវភិង្ការហើយក៏ជាសវរបស់ខ្ញុំផ្ទាល់ដែរតើគ្នាក៏មិនដល់ខ្ញុំបាក់សវមកហ្នឹងគឺចង់ឲ្យតើគ្នាលេងបែបឈៀលទាំងអស់គ្នាអញ្ចឹងណាអត់មានការរ៉ែតផ្ទះឬមួយក៏លេង trap លេងអីទេនិយាយទៅគឺយើងលេងបែបសន្តិភាពយកតែម្ដងអញ្ចឹងហើយបើសិនជាគ្នាយើងមានចំណារអារម្មណ៍ចង់លេងអីអាចពីនឹងផុតខ្ញុំដាក់ឲ្យនៅលើហ្នឹងចូលមកទាំងអស់គ្នាមកដោយសារតែខ្ញុំទឹកតែបាក់ថ្ងៃហ្នឹងទេហើយខ្ញុំបញ្ជាក់ទៀតបើសិនជាគ្នាយើងចង់លេង PVP ផ្លូវការហ្មងហើយលេង rate លេងអីហ្នឹងគឺមិនបាច់មកលេងសវខ្ញុំទេទៅលេងសវផ្សេងដែលគេមានច្បាប់ហាមទៅបើសម្រាប់សវរបស់ខ្ញុំគឺច្បាប់តឹងរឹងខ្លាំងមែនតើទៅលើការ rate ផ្ទះលេង trap ឬមួយក៏លេង PVP អីហ្នឹងហើយ PVP ហ្នឹងគឺខ្ញុំបិទនៅខាងក្រៅមែនក៏ប៉ុន្តែខ្ញុំក៏មានកន្លែង PVP ម៉ាញក៏ជា PVP Arena ហ្នឹងដើម្បីឲ្យតើគ្នាទៅកាប់គ្នាលេងនៅកន្លែងនោះដែរក៏ប៉ុន្តែបើសិនជានៅ Overworld ធម្មតាហ្មងគឺខ្ញុំបិទឆឹងតើគ្នាអត់មានថាអូចូលមកភ្លាមហ្នឹងមិនទាន់ដឹងអីផងគេកាប់ងាប់គេកាប់អីគឺអត់មានរឿងហ្នឹងកើតឡើងទេហើយរឿង rate ផ្ទះមួយទៀតបើសិនជាមានគេណា rate ផ្ទះតើគ្នាគឺប្តឹងចាប់ឈ្មោះឲ្យតែបានមកគឺខ្ញុំនឹង ban ចោលពី server តែម្ដងហើយមួយទៀតការបេតអូមកខ្ញុំធ្លាប់និយាយរឿងបិទ PVP ហ្នឹងដែរគឺមានគ្នាយើង comment ច្រើនថាចាយបិទ PVP អញ្ចឹងលេងមិនសបាយអស់សបាយអត់ចង់លេងអត់ចង់អីចឹងទៅខ្ញុំបញ្ជាក់ទេតើគ្នាដោយសារតែខ្ញុំរៀងខ្លាំងមែនតើនៅរឿងបើក PVP server មួយហ្នឹងគឺធ្វើឲ្យខ្ញុំខកចិត្តខ្លាំងមែនតើដោយសារតែបើកឲ្យគាត់លេងកាប់គ្នាកាប់អីអញ្ចឹងឆ្លោះតែគ្នាឯងពេលខ្លះមកជេរ server ហើយជេរដល់ទាំងខ្ញុំទៀតអញ្ចឹងហើយគឺខ្ញុំទទួលយកអារម្មណ៍ហ្នឹងអត់បានទេអញ្ចឹងហើយគឺខ្ញុំសង្ឃឹមថាតើគ្នានឹងយល់ថងកន្លែងហ្នឹងបើសិនជាចង់លេង PVP ក៏មាននៅកន្លែង PVP ម៉ាញ PVP area arena ហ្នឹងគឺទៅកាប់នៅកន្លែងហ្នឹងទៅតែនៅ overworld គឺខ្ញុំអត់មានបើកឲ្យកាប់ទេហើយមួយទៀត server ខ្ញុំក៏មានលក់រ៉ាញ់ក៏ដូចជាលក់ kit ដែរបើសិនជាតើគ្នាចង់ support server ក៏ដូចជាចង់ទិញដើម្បី support ខ្ញុំអីហ្នឹងគឺអាចឆាតមកខ្ញុំផ្ទាល់បានណាខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងហើយបើចង់លេងគឺចូលមកយើងជួបគ្នាក្នុង server ទាំងអស់គ្នា